15-16 ខែមេសាឆ្នាំ2025នេះប្រទេសកម្ពុជាទាំងមូលនឹងប្រពៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលជាពិធីដ៏សំខាន់មួយសម្រាប់ប្រជាជនខ្មែរយើងជាពិសេសយើងមានការសម្រាកជួបជុំឬដំណើរកម្សាន្តសម្រាប់ក្រុមគ្រួសារឬមិត្តភ័ក្តិនិងជាឱកាសដ៏ពិសេសសម្រាប់ការធ្វើបុណ្យចែករំលែកក្តីស្រឡាញ់ទៅកាន់មនុស្សជាទីស្រឡាញ់និងអ្នកដែលខ្វះខាតផងដែរនៅក្នុងឱកាសដ៏ពិសេសនេះខណៈពេលដែលប្រជាជនកម្ពុជាទូទាំងប្រទេសកំពុងតែចូលរួមអបអរសាទរនៅពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលឡែកមន្ទីរពេទ្យកុមារអង្គរមិនអាចជប់សម្រាកបានទេហើយពួកយើងនៅតែបន្តនឹងដំណើរការជួយសង្គ្រោះកុមារមកពីគ្រប់ទិសទីជាពិសេសគឺកុមារដែលត្រូវការសង្គ្រោះជីវិតជាបន្ទាន់និងកុមារដែលកំពុងតែសម្រាប់ព្យាបាលជំងឺធ្ងន់នៅក្នុងមន្ទីរពេទ្យជាមួយគ្នានេះដែរមជ្ឈមណ្ឌលទស្សនកិច្ចរបស់មន្ទីរពេទ្យកុមារអង្គរក៏នឹងបើកដំណើរការរយៈពេល3ថ្ងៃពេញនៃពិធីបុណ្យចូលឆ្នាំថ្មីដោយយើងនឹងទទួលភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិដែលមានបំណងចង់មកទស្សនានិងធ្វើការបរិច្ចាគជូនដល់មន្ទីរពេទ្យហើយយើងនឹងចាប់ផ្ដើមបើកដំណើរការចាប់ពីម៉ោង 8 ព្រឹករហូតដល់ម៉ោង 5 ល្ងាចដូច្នេះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានគម្រោងដំណើរកម្សាន្តមកកាន់ខេត្តសៀមរាបសូមកុំភ្លេចមកទស្សនានៅមជ្ឈមណ្ឌលទស្សនកិច្ចរបស់មន្ទីរពេទ្យកុមារអង្គរដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីជាមួយកុមារនិងអាណាព្យាបាលដែលកំពុងសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យដោយនាំមកនៅជាមួយនឹងអំណោយជាអាហារនិងសម្ភារៈប្រើប្រាស់ផ្សេងៗដើម្បីចែករំលែកដល់ពួកគេឬជាថវិកាសប្បុរសធម៌ដើម្បីទ្រទ្រង់ដល់ការព្យាបាលថែទាំនៅក្នុងមន្ទីរពេទ្យដួងចិត្តដ៏សប្បុរសនឹងការចែករំលែករបស់បងប្អូនទាំងអស់គ្នាមកកាន់មន្ទីរពេទ្យនាអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះពិតជាបានចែករំលែកនៅក្តីស្រឡាញ់ក្តីសង្ឃឹមនិងស្នាមញញឹមដល់កុមារកម្ពុជាសូមចូលរួមជាមួយពួកយើងដើម្បីធ្វើឲ្យពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ2025នេះកាន់តែស្រស់បំព្រងសម្រាប់កុមារនៅក្នុងមន្ទីរពេទ្យកុមារអង្គរសូមអរគុណ